តោះបងប្អូនមើលពីរបៀបនៃការធ្វើកែងសាច់ជៀមបានអញ្ចឹងនេះគឺជាក្បាលវីដេអូដែលខ្ញុំធ្វើការចម្អិនហើយយើងដឹងអំពីរបៀបនៃការធ្វើសាច់ជៀមគឺវាមានភាពស្មុគស្មាញបន្តិចអញ្ចឹងដំបូងយើងត្រូវតែយកសាច់ដែលយើងត្រៀមចម្អិននេះបាទអញ្ចឹងយើងត្រូវដឹងពីរបៀបនៃការធ្វើរបស់វាដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ផងដែរនេះបាទអញ្ចឹងបងប្អូនដំបូងយើងត្រូវតែលាងសាច់ឲ្យបានស្អាតជាមុនសិនហើយយើងដាក់កញ្ឆែងឲ្យស្ងួតទឹកមកបាទហើយបន្ទាប់ទៀតយើងចាប់ផ្ដើមធ្វើការហាន់វាបាទជាបន្ទះតូចៗដើម្បីឲ្យគ្រឿងទេសរបស់យើងមកចូលជាតិបានល្អហើយមានជុំវិញខ្ញុំគឺមានក្មេងៗឈរមើលដើម្បីឲ្យពួកគាត់ឆាប់ចេះពីរបៀបនៃការកែងសាច់ជៀមនេះកាន់តែឆ្ងាញ់ជាងយើងចាប់ផ្ដើមធ្វើការហាន់សាច់ជាបន្ទះតូចបាទហើយបន្ទាប់ទៀតយើងចាប់ផ្ដើមភ្លះសាច់របស់វាឲ្យកាន់តែស្ដើងដើម្បីឲ្យចូលជាតិផងដែរចា៎នេះគឺជារបៀបនៃការវះសាច់ជៀមរបស់យើងបាទជាយើងហាន់វាបែបនេះបាទជាបន្ទះចំណិតតូចបាទហើយយើងហាន់វាដោយមានការប្រុងប្រយ័ត្នខ្ពស់បាទជៀសវាងមានការគ្រោះថ្នាក់កើតឡើងជាយថាហេតុហើយជាយើងហាន់វាជាចំណិតតូចហើយយើងដាក់នៅក្នុងទីតាំងរបស់យើងដើម្បីត្រៀមចម្អិនវាផងដែរបាទចា៎នេះគឺជាភាគមួយសម្រាប់យើងហើយនៅវីដេអូខាងក្រោយទៀតយើងនឹងចាប់ផ្ដើមធ្វើការចម្អិនឲ្យបងប្អូនមើលបាទនេះគ្រាន់តែជាការកាប់សាច់ឲ្យត្រៀមដើម្បីធ្វើការចម្អិនតែប៉ុណ្ណោះបាទអញ្ចឹងអរគុណសម្រាប់ការតាមដានរបស់បងប្អូននោះសូមរងចាំភាគបន្តបាទសូមអរគុណ